XLE ในการสีสังสีสังสีเชียงไฮบริด XLE nó mới tầm mui thế đọc về quay hybrid chở này cô chở này គេប្រើ smart key ឲ្យគាត់នៅប្រើសោចាក់ឡើយបាទសូមជម្រាបសួរទៅដល់ពុកម៉ែបងប្អូនដែលកំពុងតែតាមដានវីដេអូថ្មីរបស់កម្មវិធី TC Podcast ដែលកន្លងមកបងប្អូនតែងតែឃើញពួកយើងថតឡានឬក៏សកម្មភាពផ្សេងៗមិនថាជាកម្មវិធីសប្បុរសធម៌ក៏ដូចជាកម្មវិធីដំណើរកម្សាន្តផ្សេងៗប៉ុន្តែកម្មវិធី TC Podcast នេះគឺយើងបង្កើតមកថ្មីមួយទៀតសម្រាប់ការចែករំលែកទៅលើការប្រើប្រាស់ឡានការថែទាំឡានហើយជាទូទៅបងប្អូនដៃថ្មីក៏ដូចជាបងប្អូនដែលត្រៀមនឹងប្រើប្រាស់ឡានប្រភេទពួក Camry នេះគឺតែងតែឆ្ងល់ហើយក៏ចង់ដឹងថាគួរតែទិញឡាន model ម៉ាកណាដែលត្រូវតាមតម្រូវការរបស់គាត់ប្រចាំថ្ងៃអញ្ចឹងថ្ងៃនេះខ្ញុំមានសមាជិក2រូបដែលពួកគាត់នឹងចូលរួមដើម្បីជជែកគ្នាចែករំលែកពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ឡានពីរ model ផ្សេងៗគ្នាអញ្ចឹងកុំឲ្យខានពេលយូរបងប្អូនជួបគាត់ទាំងអស់គ្នាបាទវាសួរបងបាទអាចណែនាំខ្លួនទៅអ្នកទស្សនាតិចបានទេពេលខ្លួនអ្នកគាត់តស្គាល់ឈ្មោះបងសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះតូតូ team Camry Hybrid បាទសួស្តីខ្ញុំសន្តាន team Camry XLE X ធំ ធំមានតែមួយមានតែមួយឯងសំណួរទី1ខ្ញុំសួរទៅបងតូតូហើយបន្តមកបងតូតូឆ្លើយឲ្យបងអាចតទៅបងសន្តានបានមកដល់រាប់មកដល់ថ្ងៃនេះតើរយៈពេលប្រហែលឆ្នាំដែលបងប្រើប្រាស់ឡានប្រភេទ Camry Hybrid តាំងពីខ្ញុំចាប់ដើមទិញវាមកដូចជា3ឆ្នាំជាង3ឆ្នាំជាងបាទសម្រាប់ខ្ញុំយូរជាងគេបងចូល10ឆ្នាំហើយ10ឆ្នាំបាទបទពិសោធន៍ច្រើនការជួបការថែទាំក៏ច្រើនហេតុអីបានជាបងជ្រើសយកប្រភេទ model ឡាន hybrid ខ្ញុំសូមបងតោដោយសារទី1វាសំចៃសាំងទី2ភាពទំនើបរបស់វាបាទហើយមើលទៅវាស្អាតសម្រាប់ការប្រើប្រាស់ហ្មងអូខេចូលបងសម្រាប់ខ្ញុំ XLE វាយើងទៅពីភាពធន់បងបាទគឺវាធន់ហើយការប្រើប្រាស់វាស្រួលវាឆេះជីហ្មងឆេះជីបើសិនជាឲ្យលើកយកពីចំណុចល្អពាក់ព័ន្ធជាមួយនឹងឡានទាំងពីរឥឡូវខ្ញុំសុំពីបងសណ្ដានមុនបាទលើកចំណុចល្អ3ចំណុចពាក់ព័ន្ធជាមួយនឹងឡាន XLE តើយើងស្រឡាញ់ចំណុចអីខ្លះហើយ3ចំណុចហ្នឹងគឺដែលល្អបំផុតដែលយើងស្រឡាញ់ចូលចិត្តហ្មងអូខេបាទខ្ញុំតែជ្រើសរើស XLE នេះភាពល្អរបស់វាគឺទី1រាងវាស្អាតបាទទី2វាអត់មានភាពកំហូចយ៉ាងហ្នឹងភាពកំហូចអានេះយើងយកចូលដល់បន្តិចភាពកំហូចវាអត់សូវធ្វើទុកអញ្ចឹងពួកខ្ញុំអត់សូវប្រសពទេរឿងជាងអីដឹងតែបច្ចេកជីហើយទី3គឺវាដឹងវាស្អាតអូខេបាទបងតោចំណុចទី1ដែលខ្ញុំប្រើ hybrid មានន័យថាប្រើ smart key ឡានអេក្រង់ធំវាស្រួលនឹងការមើលយើងចង់មើលអេក្រង់អីអត់ពិបាកហើយទី3ស៊ីសាំងតិចវាស្រួលប្រើក្នុងក្រុងបើជីតែថ្ងៃរត់តែស៊ីតែជាងហ្នឹងបាទអញ្ចឹងបងប្អូនបានស្ដាប់ហើយពាក់ព័ន្ធជាមួយនឹងពួកគាត់ចែកម្លែកចំណុចល្អ3ផ្សេងគ្នាឥឡូវចូលដល់សំណួរបន្ទាប់ទៀតបើយើងនិយាយពីការចំណាយវិញខ្ញុំសុំចាប់បានបងតូមុនពាក់ព័ន្ធមួយការចំណាយជាប្រចាំយើងគិតថាឡានដូចឡានប្រភេទពួកយើងនេះគឺអត់ងាយខូចទេវាមិនមែនជិះមួយខែខូចដូចប្រភេទឡាន model ផ្សេងដែលគេអាសាជួបឥឡូវយើងនិយាយពីការថែទាំយើងគិតតែ6ខែចុះ6ខែយើងថែទាំម្ដងចុះតើយើងចំណាយទៅលើអីខ្លះហើយចំណាយខ្ទង់ចន្លោះទឹកលុយដែលយើងចំណាយជាបទពិសោធន៍យើងប្រចាំរាល់ពេលដែល6ខែម្ដងហ្នឹងឡានយើងផ្ទាល់ម្ដងអស់ប្រហែលប៉ុន្មានដែរសម្រាប់ឡាន hybrid បើជាទូទៅឡាន hybrid 6ខែរយៈពេលដល់6ខែយើង check ភេងម៉ាស៊ីនបាទគ្រឿងក្រោមហើយសម្រាប់អាគុយនិង ABS វាបើជាទូទៅបើយើងបានដូរថ្មីហើយវាអត់ងាយខូចទេពី1ឆ្នាំទៅ2ឆ្នាំក៏អត់ទាន់ខូចដែរជាមានន័យថាយើង check តែគ្រឿងក្រោមទឹកស្អំជាមួយនឹងភេងម៉ាស៊ីនអីទេបាទវាអត់មានបញ្ហាចោតច្រើនបាទបើសម្រាប់ LE XLE វាស្តៀងនឹងបងតូតូបាត់លើកមកឡើងលើមុននឹងដែរបាទវាមានអីទេបងទី1ថ
mơ ca thay toan phình sân tí pi tực xăm tí bay trường khổm tập bắn nghi bao chia tức lôi này ca chừng nãy tung mà đầu tiên là dân đó là một mùi khai dân thử mơ ca thay toan mà đòn cho tung hay mà mong từ lọ nhóm nè pra ý nông ca thay toan đi rồi mùi khai rồi có pram khai để chẳng tới miền trên ai chán đấy băng phù phải đi ấy băng đang xẹp ấy nhưng chân còn tích túi tới bờ miền cầm hôi nhà tích túi những đồ tích túi hay có ớt tới hay tí thực ám nhưng đắng còn phiêu với mình thèm mùi khái với ai lên năng lên một năm chẳng tham còn phiêu dân lọc đố nên sự nghiệp đây mà sân anh chỉ tụm lọp nhóm bọn riêng rồi pram pon cả lỗ đứa gọ đó đứa gọ buôn khai nâng cái nhóm thợ lọc đồ chơi nhảy hay không ca chẳng nay mặt đón với tung mà rồi mà phay rồi mà rồi sam cho khó mấy bọn ok chẳng ở tới chứ bọn mà rồi sam bên này ok xưng ta mình đó chứ chứ mấy con tôm mấy con ban trai này ai ca chẳng này chỉ tức lui 100 món chỉ 100 đưa tha phẩm mũi khai đi gọi mà năm nó là dương cái ta ca chẳng này nó kia phẩm 2 phẩm màn đó thì tới với mình khóc này xem lan từng tí vì hạp hai cái này chỉ ta cho nên khăn bảo hai chỉ ta biết khôi ở cuối đi có ai bẻ thế bạn đi thấy trên ai chơi tung ai đo bởi khôi từng tí ai đo một bòn chết một bòn lấy như chỗ ở sườn núi một tiện để ra là mấy con sáng con chạy lấy chạy con thì mình bình sinh anh em drop sườn núi mùi năng hới chỉ tu từ dương đâu pre nhé dương dễ ta pre cùng rất vẽ cả đá đại dương ai trên này ban cho lọt vì cùng mùi con cả lấu đồ mà đòn đại chỉ tu tứ nè bà trắng bà sân Diệu Lan mùi nó ngại mình tha hai biết được ở ý được ở ý thì không cần đây tha có đô pre mà đòn nó hái còn ở đây chi sao mong có đô mà đòn nói có tục lan nó trao pe mấy bon tiên chung tổ chức mà có từ sọc trắng à cả lỗ bà khốn nó cứ vì group đó cả lỗ đại kia thời nó đấu nè trắng sườn núi số tha tá dương cua tại bờ to chia đo cả lỗ thời đấu rồi có đo trình uốn khai để cái cầm nọt phù để sang này để cái đô pre cái cầm nọt tăng cả lỗ phóng cái từ xe tăng khai phong thayประมาณ khai cái đô mà đòn dẫn á trắng xua từ bong sẵn đán hay tỏ mất dương ai to sườn núi từ bong to thật tá dương cua tại chưa tha chia group cả lỗ bản đô món đứa có đo khai bản đôสำหรับลานได้อัพเซอร์จีซอได้โดเปรย์ให้จีอยู่มาดองนะบอสมัยnhóm bởi pre như pre có thể để mình còn được lõ nó như ai pra là hố ta đo khai cái mặt cái đồ cho tôi vì mình đo cái lỗ ấy vì thế bây giờ cứ tới việc admin phải chạy sót vì việc admin cho là na ăn được thiệt làm ăn với nó admin phơi cái sót nhưng cái tại khôi chiên chặt khôi con được thiệt chiên chứng như cu ta đồ môn ca cầm nát rồi có đo ca cầm nát nhưng phát đồ tới phụ về mình ở chỉ chờ màn thế còn mùi càng của mùi khai đấy buồn ban này tham bờ sân chỉ lan mùi nó còn đồ đào để ta lấy còn đồ bị khai của mùi cho chẳng của mùi pon cả lấu rồi có của mùi khai khỏi để có thể đồ mà đòn thì bị smart khai đọc pi chứ là phải đo khai đọc pi nữa để thử từ trong năm từ chuông của xa pon cô này đa lên được có honey đa lên sẽ tại cả lỗ phì nó vẽ toán đo cả lỗ thử đô thì và trái biết đo khai hơi nhấn anh mày ban ban đây tha dương cua tại sum chất tha cua tại đấu được có chi sân anh và dương ai đô bán cái dương flap đô tại vì dương cái tài chi mình tịch tiết sân trăm flap đô có bán đấy phụ về thấy mấy tay mẹ con phép dương đăng phụ nó không mà sấn cho bộ tô vô khơi tham bạn mới đáng chỉ tu tới nhom thọp lư nè lụa rén kịp làm hà chỉ tu tới rén đặt lông bé chỉ mùi nâng pleng để dân chạy trôm sen pra hỏi tôi dân chi đưa còn mình chi cũng nó cứ thầm buôn khái tập làm khái khôi về ai nâng khôi giờ con phê pleng này bây giờ ở chi tịch nó không còn phải tích tụi phật cứ pleng này có bị cả đồng chân mà hái cứ con phê biết mình thầm buôn khai tập làm khai thì mình đo cả lỗ cả dân trời đồ này chứ bị áp phê đồng ân không năng ngày chấn ban đây ta bà xin gì bà dân vậy ở sum rùa mọi clay mà với ban đây ta bà xin gì lan quạt chi tích cái trò tập đấu bà lan quạt chi tích dân ắt sơ mơ cái lỗ đo cái lỗ bản đô thì cô sao đây mua mà đo cái lỗ thử đố nó số chia mà năm mà chia đâu mà năm mà bạn đo cái lỗ thì mình chân ở dưới vô vợ mà khai chi mà đố mà chim đóng ông năm chú mà năm chia và chân ở sum rùa mọi clay máu sờ đập lan bông bộ này quạt chi tích còn ai tiền toàn từ lừa khai mình ngày để dương mang lọc đầu
ហើយបើសិនជាបងប្អូនដែលគាត់ជិះច្រើន ប្រើប្រាស់ច្រើនជាងមើលពឹងមើលលើគីឡូវិញ បាទមើលគីឡូដូចពេលខ្លះលេងគាត់ដាក់ 6000 គីឡូអញ្ចឹងគាត់រត់ទៅខេត្តទៅមកតា3ខែហ្នឹងគ្រប់បាត់3ខែគ្រប់បាត់ហើយបើយើងនៅទៀងទាត់ទៅលើអាខែហ្នឹងវាអត់ដល់វិញ អត់ដល់ បាទ វិញ អញ្ចឹងជំរឿនពីរហ្នឹងបងប្អូនអាចពិចារណាបានចង់សួរទៅបងសំណានមុនហើយតោះមកយើងវេសំណួរទៅខាងបងអូតូវិញ បាទ បាទដែលមុនហ្នឹងយើងជជែកគ្នាខ្ញុំឲ្យបងប្អូនទាំងពីរចែកម្លែកពាក់ព័ន្ធជាមួយនឹងគុណសម្បត្តិរៀងខ្លួនទៅលើឡានដែលពួកគាត់ប្រើផ្សេងៗគ្នាអញ្ចឹងណាអញ្ចឹងខ្ញុំចង់ឲ្យបងសំណានលើកពីគុណវិបត្តិដែលឬក៏ដែលហៅថាជាចំណុច មិនចូលចិត្ត មិនចូលចិត្តរបស់ប្រភេទឡាន hybrid ដែលយើងមើលថាយើងសម្រេចចិត្តថាយើងចង់យក HLE ហ្នឹងដោយសារតែយើងអត់ចូលចិត្ត hybrid ថងចំណុច3ហ្នឹងអូខេ ចំណុចដែលខ្ញុំមិនសូវពេញចិត្ត hybrid វាលឺគេថាលឺគេថា hybrid ខូចច្រើនមិនចឹងហ៎បង ខូចច្រើនបាទអ្នកអត់ដែរជីផង មួយទៀតលឺគេថាការថែទាំច្រើនជាង XLE អញ្ចឹងហើយខ្ញុំអត់សូវប្រសពទេក្នុងការថែទាំពីនេះវាមានច្រើនទៀតចំណុចពេញចិត្តនឹងសម្រាប់ខ្ញុំ បាទអូខេបងតោ បើសម្រាប់ XLE ខ្ញុំអត់ពេញចិត្តវាថាវារបៀបចាស់កម្រើពេកហើយប្រើសោចាក់ សោចាក់ គេ07ដូចគ្នាតែគេប្រើ smart key នឹងអត់ បាទ ហើយស៊ីសាំងជីក្នុងក្រុងស៊ីតិចជាង XLE ទៅស្រួលចាក់ជីចាក់ជីដូចគ្នាតា ចុចលើកទី3 លើកទី3ភាពស៊ីវិល័យរបស់ hybrid មើលទៅវាទំនើបជាងស្អាតជាងសូម្បីតែកុងទ័រក៏ស្អាតជាងដែរហើយ stop ក្រោយក៏ប្រើ LED ទេអត់ប្រើពូលទេ គេយើងចូលដល់សំណួរមួយទៀតបើសិនជាពាក់ព័ន្ធជាមួយនឹងការចំណាយទៅលើសាំងហ្មងជាមធ្យម100 គីឡូយើងនិយាយតែក្នុងក្រុងសិនទេណាបង100 គីឡូសម្រាប់ hybrid 100 គីឡូសម្រាប់ XLE ស៊ីប្រហែលជាប្រហែលលីត្រដែរ បើសម្រាប់ខ្ញុំ បាទ កម្រិតនៃការស៊ីសាំងខ្ញុំទុំលើកទៅពីដើមបន្តិច បាទ ក្នុងការថែទាំប្រេងបើសិនជាយើងប្រើប្រេងល្អការថែទាំល្អហើយការប្រើប្រាស់របស់យើងវាបើសម្រាប់ឡានខ្ញុំផ្ទាល់ហ្មងបងយើងអត់និយាយឡានទូទៅឡានចាស់ឆ្នាំផ្សេងគ្នាណា បាទ ឡានខ្ញុំវាក្នុងក្រុង100 គីឡូចូល10លីត្រទេបងឬក៏អាចលើ10លីត្រទៅ11លីត្រចុះក្រោម បាទ សម្រាប់ក្នុងក្រុងបងព្រោះវាផ្ទះផងអីផងអញ្ចឹងណាបង បាទ តែបើសម្រាប់ក្រៅក្រុងអាចចន្លោះ9លីត្រចុះក្រោមបងព្រោះយើងជិះលឿនទៅវាម៉ាស៊ីនត្រជាក់អីក៏វាធ្វើការតិចតួចហើយម៉ាស៊ីនវា smooth រហូតវាអាចជិះតិច ដែលជាស្តង់ដារទូទៅដែលគេតែនិយមនិយាយថាប្រភេទបុកឡាន Camry 07ហ្នឹងស៊ីចន្លោះពី8 9លីត្រសម្រាប់ XLE ឬក៏ LE អញ្ចឹងហើយបងបាទ ត្រូវតែវាតាមប្រភេទម៉ាស៊ីនឡានដែរបងព្រោះឡានយើងវាចាស់ឆ្នាំហ្នឹង បាទចូលបងតោវិញពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់សាំង100 គីឡូក្នុងក្រុងឯប៉ុន្មានលីត្រដែរ ជាទូទៅ យើងនិយាយទាំងអស់ទាំងស្ទះទាំងអីហ្នឹងហ្មងទៅស្ទះខ្លាំងក៏វាស៊ីដែរណាចូលណា ចឹងថាបើស្ទះខ្លាំងមេឃក្តៅខ្លាំងវាអាចខ្ទង់ដល់10លីត្រដែរព្រោះដល់ក្នុងក្រុងយើងដឹងហើយមេឃក្តៅស្ទះខ្លាំងអត់អាចនិយាយថា8លីត្រ9លីត្របានទេ បាទ គឺអាច10លីត្រ បាទ តែបើសម្រាប់ទៅខេត្តអាចចន្លោះពី7លីត្រកន្លះទៅ8លីត្រកន្លះប៉ុណ្ណឹងស៊ីសងលើអាស្រ័យយើងដឹកតិចដឹកច្រើន បាទ ហើយលើកង់យើងផងយើងលេងយ៉ាន់លេងអីហ្នឹងបើយើងលេងកង់ស៊ីវាអាចស៊ីតិចជាងហ្នឹង ទៅ ទៀត តារួមផ្សេងៗទេបង ឥឡូវកុំឲ្យវែងឆ្ងាយពីវិធានបត់យើងចូលដល់សំណួរថ្មីមួយទៀត បាទ ដែលធ្លាប់ឮគេនិយាយណាដែលគេហៅថាល្បីតគ្នាពាក់ព័ន្ធជាមួយនឹងប្រភេទពួកឡាន Camry 07យើងហ្នឹងឮពាក្យចាំឡើងថាស៊ីប្រេងសិន មិនពាក្យចាំរាមអាហ្នឹងវាស៊ីមែន វាស៊ី បាទស៊ីតិចស៊ីច្រើន អញ្ចឹងចង់សួរទៅបងទាំងពីរហើយចាប់តាមបងតោមុនឡានបងដែរស៊ីប្រេងសិនអត់ ពីមុនស៊ី ស៊ីដែរម៉ែម៉ាន 5000គីឡូ2លីត្រជាង អូស៊ីច្រើន មកដល់វត្តដូគីឡូវិញ ហ្នឹងហើយ 2លីត្រ ច្រើន ចូលបងសំណាន ឡានខ្ញុំតាំងពីខ្ញុំជិះមកវាស៊ីដែរវាស៊ីតិចព្រោះម៉ាស៊ីនយើងចាស់បង បាទ រៀងរាល់ដល់ពេលដូរប្រេងអីវាស៊ីចន្លោះកន្លះលីត្រឬក៏ 0.8 និយាយទៅក្រោម1លីត្រ បាទ វាតាមម៉ាស៊ីនស៊ីទេបង ចុះបើយើងនិយាយពីដំណោះស្រាយវិញបើឡានស៊ីប្រេងសិនអញ្ចឹងបើអ្នកគាត់មើលគាត់ប្រកាសជាមានកំណត់មួយថាជួយពួកយើងនិយាយរឿងឡានហ្នឹងល្អប្រើធន់ទំនើបស៊ីវិល័យតម្លៃមកសមរម្យដែលយើងអាចចំណាយបានតែស៊ីប្រេងសិនអញ្ចឹងវាមិនជាជំរឿនមួយសម្រាប់ពួកគាត់ជ្រើសរើសអញ្ចឹង
បើយើងនិយាយពីដំណោះស្រាយឡានស៊ីព្រេមសិនហ្នឹងយើងមានកតាអីខ្លះដែលយើងអាចគិតថាវាស៊ីសងគ្នាបានណាដោយមិនបាច់ខ្វល់រឿងស៊ីព្រេមសិនហ្នឹងចាប់តាមបងតូមុន អានេះជាកំណត់ខ្ញុំណា បាទ បើគាត់ប្រើឡានហ្នឹងគាត់ត្រូវប្រើយូរមួយវែងទៀត បាទ ឡានគាត់ស៊ីព្រេងសិន បាទ ចន្លោះពីដល់ពេលដូរគីឡូ 5000 គីឡូចុះ បាទ បើស៊ីចន្លោះក្រោម1លីត្រអូខេយើងប្រើបន្តទៅយើងចាក់ថែមទៅដោយសារយើងគ្រាន់តែអាសាឆែកមើលប្រេងពេលដែលយើងចេញទៅផ្លូវឆ្ងាយផ្លូវអីទៅ បាទ តែបើឡានយើងស៊ីដល់លើពី1លីត្រកន្លះទៅ2លីត្រហើយយើងអត់ចង់ស្មុគស្មាញវាទៀតយើងអត់ចង់ថែមប្រេងទៀតយើងមានជំរើសពីរ បាទ មួយដូរម៉ាស៊ីនមួយទៀតរើម៉ាស៊ីន បាទ តែសម្រាប់ការដូរម៉ាស៊ីនហ្នឹងវា50-50ទៀត បាទ មានន័យថាបើយើងដូរចំម៉ាស៊ីនល្អអត់ហុយផ្សែងអត់ស៊ីប្រេងម៉ាស៊ីនហើយបើយើងដូរចំម៉ាស៊ីនយើងស្ទើរបន្តស៊ីប្រេងម៉ាស៊ីនទៀតហុយផ្សែងហើយខាតពេលវេលាទៀតអញ្ចឹងយើងត្រូវដូរ2 3ដងហើយយើងមិនមែននៅក្នុងម៉ាស៊ីនហ្នឹងយើងអត់ដឹងថាគីឡូម៉ាស៊ីនហ្នឹងគេប្រើចំនួនប្រហែលម៉ឺនម៉ៃមកហើយ បាទ ចុះបើសិនជាយើងរើ បើយើងរើយើងមើលជាងដែរថាជាងហ្នឹងគាត់មានបទពិសោធន៍ច្រើនឆ្នាំអត់ហើយគាត់ពិតជារើទៅវាល្អអត់ជាទូទៅបើរើវា 100% ហើយយើងប្រើប្រហែលឆ្នាំទេក៏វាអត់ទាន់ស៊ីប្រេងម៉ាស៊ីនមកវិញហើយវាក៏អត់ទាន់ធ្លាក់ម៉ាស៊ីនមកវិញដែរ បាទ ចុះបើសិនជាម៉ាស៊ីនហ្នឹងវាដល់លំដាប់ការរើអត់កើតអាហ្នឹងយើងមានតែជំរើសដូរហ្មង ដូរព្រោះជាទូទៅក្រាស់កន្លែងគេដូរខ្លះគេមានម៉ាស៊ីនសម្រាប់សកួរស្រាប់យើងទៅដល់ដូរម៉ាស៊ីនមួយគេទៅគេរើហើយអញ្ចឹង ទឹកលុយដូរមិញប្រហែលប៉ុន្មានចន្លោះប៉ុន្មានបងមិញដូរចំណាយ ទីមួយ អាច ដូរម៉ា ខ្ ស៊ី ទ ន ង់ចន្លោះទាំងពីរហ្នឹងអាចខ្ទង់500ជាងដល់600 បាទ ចឹងរើទាំងដូរ ចុះបើពីបងសំណានវិញជាដំណោះស្រាយដល់ឡានស៊ីប្រេងម៉ាស៊ីនអញ្ចឹងក្រៅតែពីដូរម៉ាស៊ីនប៉ុន្តែឡានបញ្ជាក់បងប្អូនតិចណាឡានប្រភេទ Camry 07នេះវាមាន CTC ច្រើនប៉ុន្តែវាគង់វា C គាត់ថាវា CTC ច្រើនតាមម៉ាស៊ីនចាស់ថ្មីឬក៏ការប្រើប្រាស់ជាប្រចាំការហៅតរបស់យើងដែរ បាទបាទ អញ្ចឹងបើបងសំណានវិញ សម្រាប់ខ្ញុំរបស់ខ្ញុំស៊ីដែរ ស៊ីដែរ តែវាកតាវាមានច្រើនកតាប្រភេទ XLE បង បាទ ម៉ាស៊ីនវាឆេះរហូតវាអត់ដូច hybrid វាឆេះអត់លុតឆេះ បាទ សម្រាប់របស់ខ្ញុំបើផ្សោតខ្ញុំផ្ទាល់ហ្មងណាវាវិលិចអារិញហ្នឹងក៏ស៊ីដែរគេហៅអារិញកំហូបច្បាប់បង បាទ អាហ្នឹងក៏ស៊ីដែរព្រោះវាតែប្រឆេះទៅវាលិចអាតាមហ្នឹងទិញតិចមួយថ្ងៃវាទិញតិចវាច្រើនដែរហើយទី2នោះគេភាសាជាងគេហៅ PC Val មិនហ្នឹងបងខ្ញុំអត់បាន បាទ គេថាអាហ្នឹងក៏បញ្ហាស៊ីប្រេងដែរយើងឆែកមើលចំណុចទូចអស់ហ្នឹងសិនហើយចំណុចធំមួយទៀតCamry 07យើងវាប៉ោលប្រេងបង បោប្រេង កាលវាមានអាកំហូចហ្នឹងវាបាញ់ប្រេងមកអត់ដល់លើវានៅតែក្រោមនោះក៏វាបញ្ហាស៊ីដែរបើសិនជាយើងឆែកអាហ្នឹងឲ្យអស់វានៅតែស៊ីអាហ្នឹងវាចូលលក្ខខណ្ឌដូចបងទូទៅគាត់លើកមកពីមុនហ្នឹង យល់ហើយ ទី1វាយើងត្រូវរើម៉ាស៊ីនក៏រើត្រូវដូរយើងដូរហ្មង បាទ អាហ្នឹងវាលក្ខខណ្ឌហ្នឹងដែរតែយើងឆែកឲ្យចំណុចទូចហ្នឹងអស់សិន បើឡាន ខ្ញុំ ឡានខ្ញុំផ្ទាល់ស៊ីដែរប៉ុន្តែ ឡាន ប៉ុន្តែ admin ក៏ស៊ីដែរ ស៊ី ស៊ី ដូច តែ គ្នា ឡានសមាជិក បាទស៊ីដូចគ្នា បាទ ជាទូទៅបើសិនជាខ្ញុំទៅខេត្តមួយជើងមកវិញនឹងបាត់ហើយគាត់បាត់តិចបាត់ច្រើនអាស្រ័យលើការជន់ដែរណាគេជន់បើសិនជាយើងជន់យើងប្រើរឿងខ្លាំងប្រេងសិនវាស៊ីដែរប៉ុន្តែខ្ញុំអត់សូវខ្វាយខ្វល់ជាមួយនឹងការបញ្ហាស៊ីប្រេងសិនហ្នឹងឯងព្រោះតែទី1យើងគិតពីចំណុចល្អប្រភេទពួក model ឡាន Camry យើងនិយាយពី Camry ហ្មងមិនថា model មួយណាគឺវាគុណភាពល្អប្រើវាប្រើបានយូរជើងបាទជើងក្រោមវាហាប់ណែនណាបើយើងប្រៀបធៀបតម្លៃហ្នឹងជាមួយនឹងគុណភាពហ្នឹងគឺមកល្មមមកយើងទទួលយកបានណាបាទអញ្ចឹងបើសិនជាពាក់ព័ន្ធមួយនឹងការស៊ីប្រេងសិនជាទូទៅដែលខ្ញុំទៀងទាត់មើលមកដល់វត្តដែលយើងត្រូវដូរប្រេងសិនវិញ6ខែឬក៏6000គីឡូត្រូវដូរហ្នឹង5000គីឡូហ្នឹងគឺខ្ញុំបាត់តែខ្ទង់កន្លះលីត្រឬក៏ជិត1លីត្រ បាទអូដូចឡានខ្ញុំដែរ បាទប៉ុន្តែខ្ញុំទិញប្រេងទុកសកួរចាក់ហ្មងចាក់អស់ថែមអត់សូវបដោតទៅលើអាការស៊ីប្រេងសិនទេព្រោះទូទៅឡានម៉ូដែលណាក៏ស៊ីដែរគ្រាន់ស៊ីទីស៊ីច្រើន តែសុំកាត់បងទៅក្រោយវិញបន្តិចឡានខ្ញុំណាដែលខ្ញុំលើកឡើងប្រហែលចំណុចដូចជារិញកំហប់លើប៉ោលប្រេងហើយនឹងអា PC Val ហ្នឹងអញ្ចឹងបងប្អូនបើសិនជាស៊ីតិចទេយើងអាចឆែកមើលចំណុចតិចហ្នឹងបានណា បាទចែកមើលសិនមុននឹងយើង មុនយើង ដល់ដំណាក់កាលចុងក្រោយ ដល់ក្រោយថា បាទ ហ្នឹងឯងដូចវាកាត់ដោះដូរម៉ាស៊ីនអីចឹងណា បាទអញ្ចឹងបងប្អូនវីដេអូនេះខ្ញុំគិតថាល្អសម្រាប់បងប្អូនដែលកំពុងទស្សនាដោយសារតែយើងបានជជែកគ្នាវែកញែកគ្នាថាគុណវិបត្តិវាមានមែនយើងទទួលស្គាល់ថាមាន
modelណាក៏ស៊ីដូចគ្នាក៏បាត់ដូចគ្នាប៉ុន្តែបើយើងនិយាយដំណោះស្រាយក៏មានដែរមានដូចគ្នាដំណោះស្រាយ វាមានដូច អញ្ គ្នា ចឹងបើសរុបជារួមមកកាមេរី07នៅល្អប្រើគ្រាន់តែវាមានគុណសម្បត្តិគុណវិបត្តិដែលជាកត្តាមួយដែលយើងមិនចូលចិត្តឬក៏យើងចូលចិត្តអាហ្នឹងវាអាស្រ័យទៅលើការឆ្លាញ់រៀងៗខ្លួន ការឆ្លាញ់តិចតិចវាល្អអត់ខ្ជះ ឥឡូវយើងឈានទៅដល់ចំណុចមួយទៀតដែលយើងឈានចូលដល់ទីផ្សារលក់ឡានបន្តិចចុះប្រភេទឡាន hybrid XLE LE បាទ ដែលយើងមិននិយាយតែលេខមួយអក្សរនិយាយពីរអក្សរហ្មងទៅតម្លៃរ៉េងដែលគេលក់នៅទីផ្សារប្រហែលណាបងចន្លោះតែប៉ុន្មានដែរបង ចន្លោះពីថា15000ទៅ16500ចុះ បាទ ឬក៏17000ទៅតាមសភាពឡាន បាទ ឡានស្អាតឬក៏ស្ទើរតិចតួចអីចឹងណាព្រោះនិយាយទូទៅឡានយើងវាអាយុកាល7-20ឆ្នាំដែរ បាទ វាតែងតែមានការប៉ះពីតិចតួចបាញ់ថ្នាំអីវាជាអត់ផុតទេវាអត់មានថាឡានណាមកមូតាល់អត់បាញ់អីសោះសំបីតកាងវាអត់មាន មូល ហើយ តើឡើងខ្លាញ់កូនទេបង ទៅហ៎ ចូលបងដានវិញបើយើងទីផ្សារបើយើងប្រើឲ្យ XLE យើងអាចនិយាយ XLE ឬក៏ LE ចុះបងអាចទីផ្សារបែបណា សម្រាប់ទីផ្សារ LE និង XLE ខ្ញុំគិតថានៅរៀងខ្ពស់ជាង hybrid តិចបង បែបណាដែរ វាអាចខ្ទង់ចន្លោះចាប់ពី 15000 ឡើងរហូត 17500 ចុះក្រោមអាហ្នឹងលំដាប់ក្បាល B ឬក៏ពាក្យភាសាយើងហៅមេឡានអញ្ចឹងណា មេឡាន បាទវាមានបាញ់កាំងតិចតួចតែគ្រឿងក្នុងអីតាម៉ាស៊ីនអីវានៅស្អាតអញ្ចឹងអាហ្នឹងក៏វាតម្លៃតាមហ្នឹងដែរបងជួនកាល B តាអសតែឡានបុកប៉ះអីក៏វាអត់អាចតម្លៃហ្នឹងដែរវាអាចក្រោមនឹងទៀត ឡានទិញទី1កុំប្រញាប់ទី1កុំប្រញាប់ មួយអស់សិន ទី2ទិញបងប្អូនត្រូវគិតដែរថាធម្មតារបស់ល្អមិនដែលធូរ បាទត្រូវបង របស់ធូរមិនដែលល្អគេបូតែគេថាលេងដាក់លេខពីអក្សរក្បាល B អីឲ្យគេដាក់ដូច13អី ហើយមួយទៀតផ្លាកលេខពីអសដែរតែក្បាល A ក្បាល A ឧទាហរណ៍ A B A C A D អញ្ចឹងតែឡានគេស្អាតបង បាទ ឡានគេមើលទៅអត់ទាស់តែអាផ្លាកលេខ B នោះបាញ់កាងបាញ់តាគៀបាញ់ទ្វាពេលខ្លះ B តាអសដូចខ្ញុំលើកមិញហ្នឹង បាទ តែឡានខ្លះគេក្បាល B មែនតែគេអារបស់គេហ្នឹងក៏គេតម្លៃតាមហ្នឹងដែរ សរុបជារួមវិញទៅលើគ្រឿងបន្លាស់ផ្សេងដែលយើងជជែកគ្នាពីខាងលើមកដែលយើងនិយាយថាពីការចំណាយជួសជុលជាប្រចាំ6ខែម្ដងចុះឥឡូវយើងនិយាយពីគ្រឿងបន្លាស់ដែលនិយាយពាក់ព័ន្ធvớiតម្លៃប្រភេទឡានកាំពី07នេះថាតើគ្រឿងស្រួលរោហ៎បងក្នុងករណីថាយើងចង់ដូរទីឥឡូវដូរ compressor ដូរកាង stop អារបស់របរណាដែលគិតថាខ្វះយើងចង់ទិញដោះដូរហ្មងតើស្រួលរោហ៎យើងចង់ទិញអីវាស្រួលទេ សាសដេប៉ូបង ដេប៉ូ អត់ខ្វះទេ ច្រើនណាស់សម្រាប់កាមេរី07ជំនាន់របស់យើងនេះ07 08 09 10 11នេះ ខ្វះតលុយទេ ខ្វះតែលុយអញ្ចឹងបាននេះ មិនខ្វះលុយអីវ៉ាន់ហ្នឹងធូរទៀតអញ្ចឹងមួយម៉ោងក៏យើងអាចដូរបាន បានន័យថាមកដល់បច្ចុប្បន្ននេះបើយើងនិយាយពីគ្រឿងកាមេរី07នេះគឺច្រើនហ្មងបងប្អូនច្រើន ច្រើន ស្រួលរោខ្វះអីទិញដោះដូរអារបស់ណាដែលយើងអត់ចេះដោះដូរខ្លួនឯងយើងទិញឲ្យជាងគេដូរគិតឈ្នួល បាទ បានចាំបាននេះថាគ្រឿងក៏អត់ពិបាករោដែរតម្លៃក៏ធូរដែរ ហើយធូរបង បាទអញ្ចឹងទេកាមេរី07នៅតែជាជម្រើសមួយសម្រាប់បងប្អូនដែលគាត់ត្រៀមនឹងប្រើប្រាស់ឡានយើងអាចជាជម្រើសមួយដែលបងសម្រាប់ពួកគាត់ជ្រើសរើស បាទ បាទអញ្ចឹងពួកយើងតែ3នាក់ក៏សូមលំអរកាយគោរពលាទៅដល់បងប្អូនដែលទស្សនាផងដែរបាទ